បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍ការមកកាន់ Channel របស់ខ្ញុំបាទ Learning English ចឹងមុនពេលដែលពុកម៉ែបងប្អូនទស្សនានៅវីដេអូរបស់ខ្ញុំបាទសូមបានជួយចុចនៅសញ្ញា Subscribe បាទ Like Comment និង Share នៅវីដេអូរបស់ខ្ញុំបាទដើម្បីនឹងទទួលបាននៅវីដេអូថ្មីៗបន្តទៀតផងដែរបាទដូច្នេះសូមពុកម៉ែបងប្អូនចូលរួមនៅក្នុងការសិក្សាជាមួយនឹងខ្ញុំបាទទាំងអស់គ្នានៅពាក្យវគ្គសព្ទប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវបាទតកតងនឹងគ្រឿងសង្ខារឹម furniture បាទពាក្យវគ្គសព្ទទី1គឺភាសាអង់គ្លេសយើងអានថា sofa បាទដែលយើងមាន phonics នៅខាងក្នុងនៅក្នុងការហាត់បញ្ចេញសំឡេងជាមួយនឹងខ្ញុំបាទសូមអានជាមួយនឹងខ្ញុំបាទឲ្យបាន2ដង sofa sofa ដែលយើងបកថាកៅអីសាឡុងបាទសូមបានអានជាមួយនឹងខ្ញុំម្ដងទៀត sofa sofa បាទដែលយើងបកថាកៅអីសាឡុងបាទពាក្យវគ្គសព្ទទី2បាទដែលភាសាខ្មែរដែលយើងបកប្រែថាកៅអីអង្គុយបាទដែលមានដៃបាទដែលយើងអាចដាក់ដៃកងដៃបានភាសាអង់គ្លេសយើងអានថា armchair បាទសូមបានចូលរួមអានជាមួយនឹងខ្ញុំ armchair armchair បាទម្ដងទៀតបាន3ដង armchair បាទអរគុណច្រើនបាទអញ្ចឹងយើងនឹងចូលទៅដល់វគ្គសព្ទមួយទៀតបាទដែលយើងបកភាសាខ្មែរគឺតុដាក់កាហ្វេបាទអញ្ចឹងតុដាក់កាហ្វេនេះគឺយើងតែងតែប្រើបាទនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់យើងបាទនៅពេលដែលភ្ញៀវមកយើងតែងតែដាក់ទឹកតែឬក៏កាហ្វេឬក៏ទឹកអីចឹងទៅបាទអញ្ចឹងភាសាអង់គ្លេសយើងអានថា coffee table បាទសូមបានអានជាមួយនឹងខ្ញុំម្ដងទៀត coffee table coffee table បាទអញ្ចឹង phonics ដែលយើងអាននៅខាងក្នុងបាទក្នុងការហាត់បញ្ចេញសំឡេងនេះគឺវាសំខាន់ណាស់បាទនៅក្នុងការដែលយើងបញ្ចេញសំឡេងឲ្យបានត្រឹមត្រូវផងដែរបាទអញ្ចឹងសូមបានចូលរួមអានជាមួយនឹងខ្ញុំម្ដងទៀតឲ្យបាន2ដងបាទ coffee table coffee table បាទអញ្ចឹងសូមបានចូលទៅដល់វគ្គសព្ទបន្តទៀតដែលយើងប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវបាទភាសាអង់គ្លេសយើងអានថា bookshelf បាទ bookshelf បាទដែលយើងបកថាធ្នើដាក់សៀវភៅបាទសូមបានអានជាមួយខ្ញុំឲ្យបាន2ដង bookshelf បាទ bookshelf បាទវគ្គសព្ទបន្តទៀតដែលយើងអានថា TV stand បាទ TV stand យើងបកថាជើងទ្រទូរទស្សន៍បាទសូមបានអានជាមួយខ្ញុំឲ្យបាន2ដង TV stand TV stand បាទពាក្យវគ្គសព្ទមួយទៀតដែលយើងអានថា rack បាទ rack សូមបានអានជាមួយខ្ញុំម្ដងទៀត rack បាទយើងបញ្ចេញសំឡេងខាងចុងគឺ g បាទ rack បាទហើយយើងបកថាកម្រាលព្រំតូចបាទនេះហើយយើងដាក់នៅមុខទ្វារឬក៏នៅក្នុង
បន្ទប់ទទួលភ្ញៀវបាទផ្លូវដែលយើងចូលបាទអញ្ចឹងវគ្គសាស្ត្របន្តទៀតបាទសូមបានចូលរួមនៅក្នុងការអានជាមួយនឹងខ្ញុំបាទគឺយើងនឹងសិក្សាអំពីអេឡិចត្រូនិកបាទឧបករណ៍អេឡិចត្រូនិកដែលយើងមានដូចជា television បាទយើងអានថា television បាទ television យើងបកថាទូរទស្សន៍បាទយើងសូមបានចូលរួមអានជាមួយនឹងខ្ញុំឲ្យបាន3ដង television បាទ television បាទបើកាត់យើងអានថា TV នឹងហើយបាទបន្ទាប់ទៀតយើងឃើញនៅក្នុងនេះគឺយើងហៅថា remote បាទ remote control បាទដែលយើងបកថាតេឡេបញ្ជាបើកប៉ុស្តិ៍ទូរទស្សន៍អីហ្នឹងបាទចឹងសូមបានអានជាមួយខ្ញុំឲ្យបាន2ដង remote control remote control បាទនៅក្នុង phonics របស់យើងឃើញសំឡេង remote control បាទអានេះយើងអានថា lamp បាទ lamp បាទដោយសារមានសំឡេងអែបាទលអែឡាម lamp បាទដែលយើងបកថាអំពូលភ្លើងបាទបើមួយទៀតយើងបកថាចង្កៀងបាទយើងបកបាន2 lamp មួយគឺអំពូលភ្លើងហើយ lamp មួយទៀតគឺចង្កៀងបាទយើងអាចប្រើបានទាំងពីរ lamp បាទវគ្គសព្ទនេះយើងអានថា f I fan fan បាទយើងអានថា fan បាទសូមបានអានជាមួយខ្ញុំឲ្យបាន3ដង fan 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 បាទបកថាកង្ហាល់បាទបន្តទៀតនៅក្នុងរូបភាពនេះយើងឃើញថាវាំងននចឹងភាសាអង់គ្លេសយើងអានថា curtain 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 បាទយើងបកថាវាំងននបាទវគ្គសព្ទបន្តទៀតយើងអានថា cushion បាទ cushion ដែលយើងបកថាខ្នើយសាឡុងបាទដែលគេតែងតែដាក់នៅលើកៅអីសាឡុងបាទហើយគេដេកបាទឬក៏ដាក់ដៃពីលើអីចឹងបាទអញ្ចឹងសូមបានចូលរួមអានជាមួយខ្ញុំឲ្យបាន3ដង cushion 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 បាទយើងដកដង្ហើមរៀងវែងតិចដើម្បីយើងអាចនឹងបញ្ចេញសំឡេងឲ្យបានត្រឹមត្រូវផងដែរបាទយើងអាចអានម្ដងទៀតគឺ cushion បាទវគ្គសាស្ត្របន្តទៀតបាទនៅក្នុងនេះគឺយើងអានថា painting បាទផ្ទាំងគំនូរបាទចឹងសូមបានអានជាមួយខ្ញុំឲ្យបាន3ដង painting 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 បាទយើងបកថាផ្ទាំងគំនូរបាទវគ្គសាស្ត្របន្តទៀតយើងអានថា clock បាទ clock បាទបកថានាឡិកាបាទនាឡិកានេះយើងព្យួរនៅលើជញ្ជាំងបាទចឹងវគ្គសាស្ត្របន្តទៀតបានសូមចូលរួមអានជាមួយនឹងខ្ញុំបាននៅនេះយើងឃើញថាមានរុក្ខជាតិបាទភាសាអង់គ្លេសយើងអានថា plant បាទសូមបានចូលរួមអានជាមួយខ្ញុំឲ្យបាន2 3ដង plant 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 បាទយើងបកថារុក្ខជាតិបាទដែលយើងដាក់ដាំនៅក្នុងផើងបាទថូផ្កាបាទវគ្គសាស្ត្របន្តទៀតនោះគឺយើងអានថាសំឡេងរបស់វាគឺសំឡេងស្តឹកបាទស្តឹកអ៊ូស្ទូស្ទូល
stool បាទយើងអានថា stool 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 បាទដែលយើងបកប្រែថាកៅអីមូលបាទបាទជាងសូមបានចូលរួមអានជាមួយខ្ញុំឲ្យបាន3ដងបាទ stool 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 បាទដែលយើងបកថាកៅអីមូលបាទជាងពាក្យវគ្គសព្ទបន្តទៀតយើងអានថា Archerman 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 បាទដែលយើងបកថាកៅអីទៀបបាទដែលវាទៀបជាងកៅអីដែលមានដៃបាទជាងសូមបានអានជាមួយខ្ញុំឲ្យបាន3ដងទាំងអស់គ្នា Archerman 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 បាទពាក្យវគ្គសព្ទបន្តទៀតដែលយើងអានថា bench បាទដែលយើងបកថាកៅអីវែងបាទការបញ្ចេញសំឡេងគឺមានសំឡេងឆឹកនៅខាងចុងបាទសំឡេងបអេណឆឹកបាទយើងអានថា bench បាទសូមបានអានជាមួយខ្ញុំឲ្យបាន3ដង bench bench បាទវគ្គសព្ទបន្តទៀតបាទយើងអានថា speaker បាទសូមបានអានជុំខ្ញុំបាន3ដង speaker បាទ speaker បាទដែលយើងបកថាធុងបាសឬក៏ឧបករណ៍បំពងសំឡេងបាទ speaker speaker បាទភាសាបន្តទៀតបាទយើងអានថា home theater បាទ home theater ដែលយើងបកថារោងកុននៅឯផ្ទះបាទដែលយើងមើលនៅឯផ្ទះមានលក្ខណៈជារោងកុនបាទអញ្ចឹងសូមបានចូលរួមអានជាមួយនឹងខ្ញុំបាទចំនួន3ដង home theater home theater home theater បាទសំឡេង th បាទដែលវាមានសំឡេងឆបាទ et theater បាទមួយទៀតដែលយើងអានថា flower pot បាទ flower បាទអានេះយើងអាចអានថា flower បាទ flower pot បាទនៅក្នុង phonetic នៅក្នុងសំឡេងខាងក្នុងបាទវាអត់អាន flower ទេបាទវាអាន flower បាទ flower pot បាទសូមបានអានជាមួយខ្ញុំឲ្យបាន3ដង flower pot flower pot flower pot បាទពាក្យវគ្គសព្ទបន្តទៀតបាទ US បាទយើងអានថា wash បាទសំឡេងរបស់វាគឺ v a z wash បាទអញ្ចឹង US គឺយើងអានថា v a z s wash បាទ UK យើងអានថា rush បាទ rush បកប្រែថាថោបាទបាទសព្វនាមបន្តទៀតយើងនឹងរៀនជាមួយគ្នាសុំរូបភាពបាទភាសាអង់គ្លេសយើងអានថា picture frame picture frame បាទ frame បាទ frame នឹងសុំបាទដល់ពេល picture រូបភាពអញ្ចឹងយើងបកប្រែមកថាសុំរូបភាពបាទអញ្ចឹងសូមបងប្អូនបានចូលរួមអានជាមួយខ្ញុំឲ្យបាន3ដងផងដែរ picture frame បាទ picture frame picture frame បាទសព្វនាមបន្តទៀតយើងអានថា wall clock បាទតាមពិត clock ហើយនឹង
wall clock នេះវាបកមកមានអត្ថន័យតែមួយទេមួយគ្រាន់តែគេបំពេញនាមបូកជាមួយនឹងនាមតែប៉ុណ្្នឹងទេបើតាមពិត clock តែទេហ្នឹងក៏វាជានាឡិកាដែលគេព្យួរនៅលើជញ្ជាំងដែរតែគ្រាន់តែមួយនាមបូកនាមមានន័យថាជញ្ជាំងបូកជាមួយនឹងនាឡិកាបាទហៅនាឡិកាប៉ោលបាទអញ្ចឹងសូមបានចូលរួមអានជាមួយខ្ញុំឲ្យបាន3ដង wall clock wall clock wall clock បាទដែលយើងបកថានាឡិកាដែលគេតាំងនៅលើជញ្ជាំងបាទពាក្យវគ្គសព្ទបន្តទៀតបាទយើងអានថា mirror បាទ mirror មិនអានថា mirror ទេយើងអានថា mirror mirror បាទសូមអានជាមួយខ្ញុំឲ្យបាន3ដង mirror mirror បាទបកថាកញ្ចក់បាទបន្តទៀតយើងអានថា candle បាទ candle 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 បាទយើងបកថាទៀនបាទវគ្គសព្ទបន្តទៀតគឺយើងអានថាបាទសំឡេងស្កបាទសំឡេងស្កស្កនិងលស្កាល់បាទ scalp សំឡេងផឹកចុងតិចយើងអានថា sculpture បាទ sculpture បាទដែលបកថារូបចម្លាក់បាទវគ្គសព្ទបន្តទៀតយើងអានថា magazine បាទ magazine បាទ magazine បាទដែលយើងបកថាទស្សនាវដ្តីបាទអញ្ចឹងសូមបានចូលរួមអានជាមួយនឹងខ្ញុំឲ្យបាន3ដង magazine 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 បាទក្នុងវគ្គសព្ទបន្តទៀតយើងនឹងរៀនជាមួយគ្នាបាទដែលយើងអានថា newspaper newspaper បាទសូមបានអានចំនួន3ដងបាទ newspaper 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 បាទដែលយើងបកប្រែថាកាសែតបាទជាងវគ្គសព្ទបន្តទៀតយើងអានថា book បាទអញ្ចឹងសៀវភៅនេះក៏យើងឃើញមាននៅក្នុងបន្ទប់ទទួលភ្ញៀវដែរបាទអញ្ចឹងយើងអានថា book បាទអញ្ចឹងវគ្គសព្ទបន្តទៀតសូមបានអានជាមួយនឹងខ្ញុំបាទដែលយើងអានថា tissue បាទ tissue box បាទ box មិនអាន box ទេបាទពីព្រោះសំឡេងអនិងខនិងសចុងយើងអានថា box បាទ box បាទ tissue box បាទសូមបានអានជាមួយនឹងខ្ញុំឲ្យបាន3ដង tissue box ដែលបកថាប្រអប់ក្រដាសជូតមាត់ហើយបន្តទៀតយើងអានថា trash bin បាទសូមបានចូលរួមអានជាមួយនឹងខ្ញុំឲ្យបាន3ដង trash binបាទបកប្រែថាធុងសម្រាមបាទវគ្គសព្ទបន្តទៀតយើងអានថា basket បាទ basket ដែលយើងបកប្រែថាកន្ត្រកបាទអរគុណច្រើនបាទសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទនិងចូលរួមរៀននៅភាសាអង់គ្លេសនៅក្នុងការអាននិងបញ្ចេញសំឡេងនៅវគ្គសព្ទដែលតាក់ទងនៅក្នុងការប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវបាទអញ្ចឹងសូមពុកម៉ែបងប្អូននៅតែបន្តនៅក្នុងការអនុវត្តបាទសារវីដេអូរបស់ខ្ញុំបាទទៅវិញទៅមកនៅក្នុងការអាននៅ
ពាក្យសព្ទនីមួយៗដើម្បីនឹងនឹកចាំនិងឆាប់រីកចម្រើននៅក្នុងការហាត់បញ្ចេញសំឡេងឲ្យបានត្រឹមត្រូវផងដែរបាទអញ្ចឹងចង់បញ្ចប់សូមពុកម៉ែបងប្អូនជួយចុចនៅសញ្ញា Subscribe Like Comment និង Share នៅវីដេអូរបស់ខ្ញុំបាទដើម្បីពុកម៉ែបងប្អូននឹងទទួលបាននៅវីដេអូថ្មីៗបន្ទាប់ទៀតផងដែរបាទអញ្ចឹងខ្ញុំបាទដែលមាន Channel ឈ្មោះ Learning English with Mr. វណ្ណៈសុខបាទសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ